បាទតោះអញ្ចឹងថ្ងៃនេះយើងមកបន្តលំហាត់លេខ1củaយើងទៀតគឺដោះស្រាយសមីការ differential ឥឡូវយើងទៅដល់អក្សរកហើយណាខណាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលដំណោះស្រាយទាំងអស់គ្នាបាទយើងទៅមើលដំណោះស្រាយអក្សរកគឺ y' ស្មើ 2x នៅលើ x ការ៉េបូក1បាទអញ្ចឹងអានេះគឺដូចយើងបាននិយាយគ្នាពីវីដេអូទី1អញ្ចឹងគឺ y' យើងឆ្នៃវាទៅជា dy នៅលើ dx បាទអញ្ចឹងកុំឲ្យខាត់ពេលយូរតើយើងទៅមើលពីការដោះស្រាយវាបាទអញ្ចឹង y' នេះយើងឆ្នៃវាទៅជា dy បាទនៅលើ dx បាទហើយអានេះយើងទុកនៅដដែលអញ្ចឹងស្មើជាមួយនឹង 2x នៅលើបាទ x ការ៉េបូក 1បាទហើយយើងរុញ dx ទៅខាងនោះអញ្ចឹងណាយើងរុញ dx ទៅខាងនោះទៅអញ្ចឹង dy គឺវាស្មើជាមួយនឹង 2x នៅលើ x ការ៉េបូក1 d dx បាទតមកទៀតមកដល់ប៉ុណ្ណឹងយើងធ្វើអង្តិក្រាលលើអង្គទាំងពីរទៅគ្នាយើងធ្វើអង្តិក្រាលលើអង្គទាំងពីរទៅគឺអង្តិក្រា dy គឺស្មើជាមួយនឹងអង្តិក្រា 2x នៅលើបាទ x ការ៉េបូក1បាទ x ការ៉េបូក1 d dx បាទអញ្ចឹងអង្តិក្រាល dy ដូចជាយើងធ្លាប់ដឹងហើយអង្តិក្រាល dy ចេញ y បាទអញ្ចឹង y គឺស្មើជាមួយនឹងអង្តិក្រាលអានេះយើងឆ្នៃវាទៅជា y' លើ y គ្នាអញ្ចឹងបើឆ្នៃវាទៅជា y' លើ y វាទៅជា x ការ៉េបូក1អានេះ y y' អញ្ចឹង x ការ៉េបូក1 ព្រីមហើយ dx បាទអញ្ចឹង derivative 1 0 derivative x ការ៉េចេញពី x ដូចដើមណាបាទអញ្ចឹងអង្តិក្រាល y' លើ y ចេញលិនតម្លៃដាច់ខាត y អញ្ចឹង y ស្មើជាមួយនឹងលិនតម្លៃដាច់ខាត x ការ៉េបូក1តែយើងអត់បាច់ដាក់ក៏បានដែរតម្លៃដាច់ខាតនេះពួក x ការ៉េបូក1គឺធំជាង0ណាបូកសេជាចំនួនថេរណាមួយក៏បានដែរបាទនេះហើយគឺជាចម្លើយនៃសមីការ differential របស់យើងនោះបាទចឹងអក្សរកយើងចប់ហើយឥឡូវយើងទៅអក្សរខបាទអក្សរខគឺ y' ស្មើជាមួយនឹង x នៅលើ x ការ៉េបូក1ស្តៀងគ្នាលំហាត់ពីនេះគ្នាបាទប្រើរូបមន្តតែមួយអញ្ចឹងយើងឆ្នៃមក dy នៅលើ dx បាទអញ្ចឹង dy ចែកជាមួយនឹង dx បាទគឺវាស្មើគ្នាជាមួយនឹង x នៅលើ x ការ៉េបូក x ការ៉េបូក1បាទអញ្ចឹងយើងរុញ dx ទៅខាងនោះទៅអញ្ចឹង dy គឺវាស្មើគ្នាជាមួយនឹង x នៅលើ x ការ៉េបូក1 dx បាទអូខេតមកទៀតយើងធ្វើអង្តិក្រាលលើអង្គទាំងពីរអញ្ចឹងអង្តិក្រាល dy បាទគឺស្មើជាមួយនឹងអង្តិក្រាល x នៅលើ x ការ៉េបូក1បាទ dx អូខេបាទហើយបើយើងអាំង dy មកអាំង dy ចេញ y បាទអាំង dy ចេញ y ហើយអាំងទីក្រាលនេះយើងឆ្នៃទៅជា y' លើ y ទៀតណាអញ្ចឹង y' លើ y យើងសរសេរមកចឹងបាទ y' លើ y តាអញ្ចឹងអានេះ y អញ្ចឹង x ការ៉េបូក1បាទ y' x ការ៉េបូក1ព្រីមបាទ dx យើង derivative 1 0 derivative x ការ៉េចេញពី x អញ្ចឹងលើសលេខ2អញ្ចឹងដាក់1លើ2មកបាទអញ្ចឹង y' របស់យើងគឺស្មើជាមួយនឹង1លើ2លិនបាទតម្លៃដាច់ខាត x ការ៉េបូក1អញ្ចឹងអត់បាច់ដាក់ក៏បានដែរពួក x ការ៉េបូក1ធំជាង0ហើយណាបាទបូកថែមចំនួនថេសេដែល c ជារបស់ a បាទអញ្ចឹងនេះហើយគឺជាចម្លើយនៃសមីការ differential របស់យើងបាទអញ្ចឹងវីដេអូយើងបានឈានមកដល់ទីបញ្ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតណា